សកម្មភាពបង្ហោះខ្លែងបងប្អូននេះខ្លែងកំពុងតែហោះបងប្អូននេះបាទធ្លាប់តែឃើញខ្លែងបង្ហោះនៅរដូវប្រាំងបងប្អូនបាទប៉ុន្តែនេះរដូវវស្សាក៏អាចបង្ហោះខ្លែងបានដែរបងប្អូននេះអូនេះរដូវវស្សាបងប្អូននេះមើលវាស្រែនេះខៀវខ្ចីប៉ុន្តែរដូវវស្សានេះគឺរាំងអត់មានភ្លៀងមានអីទេនៅឆ្នាំនេះហើយខ្យល់បក់ល្វើយបល់ចោលបក់រំភើយដូចខែប្រាំងហ្នឹងបងប្អូនបាទឥឡូវយើងដល់ពេលខ្យល់បក់យើងចាប់ដើមធ្វើខ្លែងប្រហោះនេះឥឡូវខ្លែងមកប្រហោះបងប្អូននឹកឃើញអតីតកាលកាលនៅតូចបាទនៅតូចខែប្រាំងហើយអញ្ចឹងគឺប្រហោះខ្លែងប៉ុន្តែចម្លែកនៅឆ្នាំនេះគឺយើងឃើញអូធ្លាក់បាត់ហើយបងប្អូននេះឥឡូវក្មេងៗចាប់ដើមធ្វើខ្លែងបង្ហោះហើយបងប្អូននេះបង្ហោះហើយធ្លាប់តែគឺយើងកាលនៅតូចយើងចំនួនខ្ញុំនៅតូចបង្ហោះនៅរដូវប្រាំងណាបងប្អូនតើបើយើងច្រូតកាត់ច្រូតអីហើយខ្យល់បក់មកយើងបង្ហោះប៉ុន្តែនៅឆ្នាំនេះគឺយើងបង្ហោះនៅរដូវវស្សាបងប្អូននេះរដូវវស្សាទៅច្រឡំថារដូវប្រាំងបងប្អូននេះរដូវវស្សាទេប៉ុន្តែខ្យល់បក់មករំភើយដូចរដូវប្រាំងអញ្ចឹងបងប្អូននេះបាទដូចរដូវប្រាំងបាទនេះទេសភាពវាស្រែហើយរដូវនេះរដូវវស្សាបាទបងប្អូននេះវាលស្រែបងប្អូននេះវាលស្រែល្វឹងល្វើយហើយមានស្រូវរបស់យើងបាទខៀវខ្ចីតែម្ដងតែអត់មានទឹកទេបងប្អូននេះរាំងមានទឹកទេហើយខ្យល់ក៏បក់មករំខ្យល់បក់ដូចរដូវប្រាំងឥឡូវក្មេងៗនាំគ្នាធ្វើខ្លែងបង្ហោះបងប្អូនធ្វើខ្លែងបង្ហោះឥឡូវចាប់ដើមបង្ហោះមើលអូហោះឡើងបងប្អូននេះចាប់ដើមបង្ហោះមើលផោះចាប់បង្ហោះមកផោះមកនេះបងប្អូនរដូវវស្សាបងប្អូននេះរដូវបង្ហោះខ្លែងធ្វើម៉េចដូចរដូវប្រាំងដែរវាអត់មានទឹករាល់ឆ្នាំគឺមានទឹកមានអីរដូវនេះប៉ុន្តែនេះគោកស្ញែងបាទដោយរដូវវស្សាហើយខ្យល់ក៏បក់មករំភើយស្លឹកឈើបក់រវិចដូចរដូវប្រាំងហ្នឹងបងប្អូនណាបាទឥឡូវខ្លែងយើងចាប់ដើមបង្ហោះឡើងហើយបាទនេះបងនេះឃ្លីងឃ្លោងឡើងហើយរត់ទៅធ្លាក់បងនេះអូហោះឡើងបងប្អូននេះខ្ពស់មែនតើនេះឥឡូវខ្ញុំស៊ូមមកបងប្អូនមើលបាទហោះឡើងបងប្អូននេះហ្វងហោះនេះខ្យល់ទេសភាពវាស្រែបាទអរគុណជម្រាបលាបងប្អូនមានវីដេអូមានប៉ុណ្ណឹង